រដ្ឋលេខាធិការក្រសួងផែនការបើកកិច្ចប្រជុំពិភាក្សាអំពីតម្រូវការបណ្ដុះបណ្ដាលវគ្គវិក្រិតការនិងសុក្រិតការជំនាញផែនការនិងស្ថិតិជាមួយនឹងមន្ត្រីរាជការថ្នាក់រាជធានីខេត្តឯកឧត្តមហៅដារិតរដ្ឋលេខាធិការក្រសួងផែនការទទួលបន្ទុកសាលាជាតិផែនការនិងស្ថិតិនិងលោកខានកុសលអភិបាលរងខេត្តកំពង់ចាមនាព្រឹកថ្ងៃទី10ខែមិថុនាឆ្នាំ2025នេះនៅសាលប្រជុំមន្ទីរផែនការខេត្តបានបើកកិច្ចប្រជុំពិភាក្សាអំពីតម្រូវការបណ្ដុះបណ្ដាលវគ្គវិក្រិតការនិងសុក្រិតការជំនាញផែនការនិងស្ថិតិជាមួយនឹងមន្ត្រីរាជការថ្នាក់រាជធានីខេត្តនៅក្នុងពិធីនេះផងដែរក៏មានការអញ្ជើញចូលរួមពីលោកស្រីប្រធានមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្តនិងលោកស្រីតំណាងក្រុងស្រុកទាំង10ផងដែរឯកឧត្តមហៅដារិតរដ្ឋលេខាធិការក្រសួងផែនការបានមានប្រសាសន៍ផងដែរថានៅក្នុងយុទ្ធសាស្ត្របញ្ញកោណដំណាក់កាលទី1បានកំណត់យកអាទិភាពគន្លឹះ5គឺមនុស្សផ្លូវទឹកភ្លើងនិងបច្ចេកវិទ្យាជាពិសេសនោះគឺបច្ចេកវិទ្យា Digital សម្រាប់ឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្មទី4និងបដិវត្តកម្ម Digital នៃសេដ្ឋកិច្ចនិងសង្គមកម្ពុជាព្រមទាំងតម្រូវការក្នុងការលើកកម្ពស់ផលិតភាពសេដ្ឋកិច្ចដែលជាគ្រឹះនិងមធ្យោបាយដ៏សំខាន់នៃការប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ2030និងជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ2050ឯកឧត្តមរដ្ឋលេខាធិការបានបន្តផងដែរថាការអភិវឌ្ឍមូលធនមនុស្សគឺស្ថិតនៅក្នុងមុំទី1ដែលរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ទៅលើការអភិវឌ្ឍសមត្ថភាពរបស់មន្ត្រីរាជការស៊ីវិលនៅគ្រប់លំដាប់ថ្នាក់ជាក់ស្ដែងថ្ងៃនេះសាលាជាតិផែនការបានរៀបចំកម្រងសំណួរការសិក្សាស្រាវជ្រាវស្ដីពីតម្រូវការជំនាញបណ្ដុះបណ្ដាលសម្រាប់មន្ត្រីរាជការក្នុងវិស័យផែនការស្ថិតិនិងតាមដានត្រួតពិនិត្យនិងការវិយតម្លៃក្នុងគោលបំណងប្រមូលព័ត៌មានស្ដីអំពីស្ថានភាពនៃតម្រូវការបណ្ដុះបណ្ដាលវគ្គវិក្រិតការនិងសុក្រិតការជំនាញសម្រាប់មន្ត្រីថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិលើវិស័យផែនការស្ថិតិនិងតាមដានត្រួតពិនិត្យនិងវិយតម្លៃដើម្បីតម្រង់ទិសការបណ្ដុះបណ្ដាលការងាររៀបចំផែនការគោលនយោបាយការងារតាមដានត្រួតពិនិត្យនិងវិយតម្លៃដែលមានលក្ខណៈជាប្រព័ន្ធនិងគ្រប់ជ្រុងជ្រោយប្រកបដោយគុណភាពប្រសិទ្ធភាពនិងមានលក្ខណៈវិជ្ជាជីវៈស៊ីជម្រៅឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់មន្ត្រីគ្រប់ក្រសួងស្ថាប័នទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិឯកឧត្តមក៏បានបន្តផងដែរថាក្នុងកិច្ចប្រជុំខាងលើនេះមានគោលបំណងប្រមូលនៅព័ត៌មានស្ដីអំពីស្ថានភាពនៃតម្រូវការបណ្ដុះបណ្ដាលវគ្គវិក្រិតការនិងសុក្រិតការជំនាញសម្រាប់មន្ត្រីថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិវិស័យផែនការស្ថិតិនិងតាមដានត្រួតពិនិត្យវិយតម្លៃដើម្បីតម្រង់ទិសការបណ្ដុះបណ្ដាលការងាររៀបចំផែនការគោលនយោបាយការងារតាមដានត្រួតពិនិត្យនិងវិយតម្លៃដែលមានលក្ខណៈជាប្រព័ន្ធនិងគ្រប់ជ្រុងជ្រោយប្រកបដោយគុណភាពប្រសិទ្ធភាពនិងមានលក្ខណៈវិជ្ជាជីវៈស៊ីជម្រៅឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងដល់មន្ត្រីគ្រប់ក្រសួងស្ថាប័នទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិការងារតាមដានត្រួតពិនិត្យនិងវិយតម្លៃដែលមានលក្ខណៈជាប្រព័ន្ធនិងគ្រប់ជ្រុងជ្រោយប្រកបដោយគុណភាពប្រសិទ្ធភាពនិងមានលក្ខណៈវិជ្ជាជីវៈស៊ីជម្រៅឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់មន្ត្រីគ្រប់ក្រសួងស្ថាប័នទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ